ពេលរាត្រីបានឈានចូលមកដល់ផ្ទៃមេឃមានតែពពកខ្មៅបាំងបាត់ព្រលឹមព្រះច័ន្ទយប់កាន់តែជ្រៅខ្យល់កាន់តែត្រជាក់ខ្ញុំអង្គុយដុតរំលងមិនដែរនិយាយគ្នាលេងមិនដែរជាមួយនឹងបងមិត្តភក្តិក្នុងភូមិជាមួយគ្នានិយាយគ្នាជជែកពីនេះពីនោះស្រាប់តែសុកបងលួចគាត់បាននឹកឃើញដល់រឿងមួយដែលជារឿងកាលពីគាត់នៅក្មេងៗដែលគាត់អាចចាំបានខ្លះគាត់និយាយថាកាលនោះនៅក្នុងភូមិយើងល្បីណាស់រឿងខ្មោចតាដេតប្រហែលជាខ្ញុំកើតមិនទាន់តែដឹងទើបខ្ញុំមិនដឹងអំពីរឿងនេះបងលួចគាត់ក៏និយាយអំពីដំណើរដើមតងនៃរឿងខ្មោចតាដេតដែលល្បីថាគាត់លងផ្អើលភូមិនោះសាច់រឿងពិតមួយគឺជារឿងរ៉ាវដ៏ព្រឺក្បាលមួយនេះបានកាត់ឡើងតាំងពីយូរយារណាស់មកហើយនៅក្នុងភូមិកាលនោះបងលួចគាត់នៅក្មេងៗនៅឡើយប៉ុន្តែរូបភាពនិងព្រឹត្តិការណ៍នៃគ្រានោះគាត់នៅតែចងចាំបានថាពេលនោះមានរឿងអ្វីខ្លះបានកើតឡើងបងលួចគាត់និយាយថាតាដេតគាត់គឺជាកំឡោះចាស់ម្នាក់នៅក្នុងភូមិអ្នកណាក៏ស្គាល់គាត់ដែរគាត់គឺជាមនុស្សម្នាក់ដែលមានចិត្តល្អគ្រាន់តែថាគាត់រៀងស្ងប់ស្ងាត់បន្តិចតាដេតគាត់មិនចូលចិត្តភាពរញ៉េរញ៉ៃនោះទេហើយគាត់នឹងក៏មិនមានប្រពន្ធកូននិងគ្រួសារឯនោះដែរតាដេតរស់នៅតែម្នាក់ឯងបែបនេះអស់ពេលជាយូរយារណាស់មកហើយមិនដឹងថាតើគាត់មានបញ្ហាអ្វីបានជាគាត់នឹងចូលចិត្តការរស់នៅតែម្នាក់ឯងបែបនេះសប្តាហ៍ថ្ងៃតាដេតគឺគាត់ដើរសំលៀងកំបិតតាមភូមិនិងកាប់អូសគ្រាន់រកប្រាក់ខ្លះដើម្បីចិញ្ចឹមជីវិតរបស់គាត់ប៉ុន្តែជាអកុសលអីមិនបានប៉ុន្មានផងតាដេតក៏បានចែកឋានទៅដោយសារតែជំងឺគាំងបេះដូងភ្លាមពេលដែលគាត់ស្លាប់មិនមាននរណាម្នាក់បានដឹងរឿងនេះទេដោយសារតែគាត់នឹងនៅផ្ទះតែម្នាក់ឯងឬចាស់ក្នុងភូមិនិយាយតគ្នាថាប្រហែលជា3ថ្ងៃក្រោយមកមានអ្នកជិតខាងជាប់របងតាដេតគេបានធំក្លិនស្អុយចម្លែកចេញពីក្នុងផ្ទះរបស់គាត់ដោយគ្រប់គ្នាមានការសង្ស័យដោយសារតែ 2-3 ថ្ងៃហើយមិនឃើញតាដេតគាត់ចេញទៅសំលៀងកំបិតដោយរាល់ដងទើបអ្នកភូមិនាំគ្នាឡើងទៅលើផ្ទះគាត់មើលទើបឃើញថាតាដេតគាត់បានដេកស្លាប់ហើមស្អុយបាត់ទៅហើយពិតជាអនាថធំបំផុតដេកស្លាប់តែម្នាក់ឯងនៅក្នុងផ្ទះអ្នកភូមិគ្រប់គ្នានាំគ្នាអាណិតគាត់ណាស់ដោយសារតែគាត់នឹងគ្មានសូម្បីតែសាច់ញាតិហើយពេលដែលស្លាប់ទៅនឹងក៏គ្មានអ្នកដឹងទៀតអ្នកភូមិនាំគ្នារៃអង្គាធ្វើបុណ្យសពឲ្យតាដេតឲ្យបានត្រឹមត្រូវបំផុតដោយសារតែគាត់នឹងគ្មានកូនចៅឬក្រុមគ្រួសារអ្វីនោះទេបន្ទាប់ពីបុណ្យសពបានបញ្ចប់ទៅគម្រប់7ថ្ងៃក្រោយមកភាពភ័យខ្លាចក៏ចាប់ផ្ដើមគ្រប់លំដាប់លើភូមិទាំងមូលតែម្ដងព្រោះតែវិញ្ញាណរបស់តាដេតគាត់ហាក់ដូចជាមិនទៅណាឆ្ងាយពីផ្ទះនិងភូមិឋានរបស់គាត់សោះតាដេតគាត់មិនទៅណាឆ្ងាយពីផ្ទះរបស់គាត់នោះទេគឺគាត់នៅតែលងបន្លាចអ្នកភូមិដែលធ្វើដំណើរឆ្លងកាត់មុខផ្ទះរបស់គាត់ជារឿយៗរហូតគ្មាននរណាហ៊ានដើរចេញយប់រលប់ឬក៏ដើរកាត់ផ្ទះគាត់នាពេលយប់នោះទេបងលួចគាត់បានរៀបរាប់ថាកាលនោះ
ផ្ទះក្នុងភូមិនៅឆ្ងាយៗពីគ្នាណាស់ហើយក្នុងភូមិមានដើមឈើធំខ្ពស់ដោះជុំចិត្តហើយពេលយប់ទិដ្ឋភាពនៅក្នុងភូមិមើលទៅគួរឲ្យខ្លាចណាស់គាត់និយាយថាមានយប់មួយពួកឌឿនដែលគាត់ទៅតែមកពីដាក់ជីនៅស្រែហើយគាត់នឹងក៏ជិះកង់កាត់មុខផ្ទះតាដេតជាធម្មតាពួកឌឿនគាត់តែងតែជិះកាត់មុខផ្ទះតាដេតជារៀងរាល់ថ្ងៃតែថ្ងៃនោះគាត់ក៏ក្រឡេកមើលទៅចំផ្ទះតាដេតស្រាប់តែគាត់នឹងបានឃើញតាដេតកំពុងតែអង្គុយនៅលើកាន់ចន្ទាផ្ទះរបស់គាត់យ៉ាងរំភើយក្នុងទឹកមុខស្លេកស្លាំងណាស់ភ្នែករបស់តាដេតកំពុងតែសម្លឹងមកពួកឌឿនត្រង់ភ្លឹកធ្វើឲ្យពួកឌឿននឹងភ័យញ័រដៃញ័រជើងអស់ហើយក៏ជីកកង់ដួលត្រឡប់ទៅលិនតែម្នាក់ឯងឆ្កែក្នុងភូមិនាំគ្នាព្រុសពេញទាំងភូមិតែម្ដងផ្អើអស់អ្នកស្រុកអ្នកភូមិនាំគ្នាចេញមកមើលភ្លាមពួកឌឿនក៏ប្រញាប់ប្រញាល់លើកកង់របស់គាត់នឹងលីដាក់លើស្មាហើយរត់ទាំងត្រហិតហប់ទាំងកណ្ដាលយប់តែម្ដងមិនតែប៉ុណ្ណោះជារៀងរាល់យប់អ្នកចិត្តខាងភូមិផងរបងជាមួយផ្ទះតាដេតគេបានលឺសូរសំឡេងប្លែកចេញពីក្នុងផ្ទះរបស់គាត់ជារៀងរាល់យប់សំឡេងនោះគឺជាសំឡេងមនុស្សកំពុងតែសំលៀងកំបិតតាំងតែគេដឹងថាផ្ទះតាដេតគ្មានអ្នកណានៅនោះទេក្រោយពីគាត់ស្លាប់ទៅជួនកាលគេក៏ឃើញស្រមោលមនុស្សដើរជុំវិញរបងផ្ទះគាត់ទៀតផងស្រមោលនោះជាស្រមោលមនុស្សប្រុសម្នាក់កំពុងតែលីពុថៅដើរទៅដើរមកគួរឲ្យព្រឺរំណាស់ជារៀងរាល់យប់នៅក្នុងភូមិមានសភាពស្ងប់ស្ងាត់ណាស់ឆ្កែលូបណ្ដាក់គ្នាឲ្យត្រូវហឹងអឹងកងតែម្ដងដោយពាក្យចាស់គាត់តែនិយាយមិនខុសពិតមែនឲ្យតែមានឆ្កែលូគឺមកពីវាបានឃើញខ្មោចស្ដាប់ទៅវារៀងព្រឺសម្បល់បន្តិចហើយបងលុចគាត់និយាយថាគាត់នឹងក៏ត្រូវខ្មោចតាដេតលងម្ដងរួចមកហើយគាត់គឺជាមនុស្សម្នាក់ដែលជួបហេតុការណ៍នោះផ្ទាល់តែម្ដងទោះបីពេលនោះគាត់នៅក្មេងៗក៏ពិតមែនប៉ុន្តែគាត់អាចនៅចាំបានរឿងទាំងអស់នោះគាត់ថាកាលនោះគាត់នៅក្មេងៗគាត់ខ្លាចណាស់រឿងខ្មោចព្រាយបិសាចអីនោះគាត់ថាពេលមួយពេលដែលគាត់ចេញពីរៀនហើយដើរត្រឡប់ទៅផ្ទះវិញជាមួយនឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតគាត់នៅចាំបានថានាពេលនោះម៉ោងប្រហែលជា 5-6 ល្ងាចតែថ្ងៃនោះមេឃឆាប់ងងឹតដោយសារតែមេឃហ្នឹងរោភ្លៀងផងដើរដល់មុខផ្ទះតាដេតភ្លាមបងលុចគាត់ក៏ស្រាប់តែធំក្លិនស្អុយចម្លែកភាយមកតាមខ្យល់ហើយក៏លឺសូរសំឡេងពីគោលាន់រោភ្លៀងខ្យល់កន្ត្រាក់បោកបក់មកយ៉ាងខ្លាំងធ្វើឲ្យដីហុយចូលភ្នែករបស់គាត់ក៏យកដៃមកញីភ្នែកគ្រាន់តែគាត់នឹងបើកភ្នែកវិញភ្លាមគាត់ស្រាប់តែឃើញតាដេតអង្គុយនៅកាន់ចន្ទាផ្ទះរបស់គាត់ហើយញញឹមមកដាក់បងលុចយ៉ាងស្រស់ញញឹមតែម្ដងហើយគាត់នឹងថែមទាំងស្រែកសួរទៅបងលុចទៀតថាទៅណាមកណាចៅគ្រាន់តែឮសូរសំឡេងភ្លាមបងលុចភ័យណាស់គាត់ហើយមិត្តភ័ក្តិរបស់គាត់នឹងនាំគ្នារត់ឲ្យបាតជើងសព្រាតតែម្ដងគ្រប់គ្នាក្នុងភូមិត្រូវបានតាដេតលងបន្លាចសុទ្ធតែនិយាយដូចគ្នាថាតាដេតគាត់លងសាហាវណាស់មិនត្រឹមតែបង្ហាញខ្លួនឲ្យឃើញនោះទេតែជួនកាលគាត់ថែមទាំងតោងពីក្រោយម៉ូតូឬកង់របស់អ្នកភូមិទៀតផងធ្វើឲ្យធ្ងន់ចង្កូតតែមុខមិនរួចអ្នកខ្លះទៀតនឹងក៏ដួលត្រឡប់ទៅលិនពេញទាំងភូមិតែម្ដងអ្នកណាក៏និយាយដែរថាគេមិនហ៊ានជិះកាត់មុខផ្ទះគាត់ទេដោយសារតែគេនឹងខ្លាចគាត់ចេញមកលងបន្លាចមានអ្នកខ្លះ
ត្រូវបានកត់ឡងហើយក៏ធ្លាក់ខ្លួនឈឺក៏មានមិនដឹងថាតាដេតគាត់មិនអស់អាល័យឬមួយយ៉ាងណានោះទេតែវិញ្ញាណរបស់គាត់នឹងនៅតែបន្តវល់មិនតាណាសោះបែបនេះហើយទើបធ្វើឲ្យអ្នកភូមិទាំងអស់បិទទ្វារបិទបង្អួចតាំងពីប្រលប់ហើយគ្មាននរណាម្នាក់ហ៊ានចេញក្រៅនៅពេលយប់នោះទេបើសិនបើគ្មានការចាំបាច់នោះបងលួចគាត់ក៏បានរៀបរាប់បន្ថែមទៀតថាមានយប់មួយមានបងប្រុសម្នាក់ដែលគាត់នឹងឈ្មោះថាបងភិរុនដែលគាត់នឹងទើបតែត្រឡប់មកពីមើលចំការរបស់គេវិញនៅឯភូមិខាងលិចថ្ងៃនេះគាត់ជាកាត់មកផ្ទះតាដេតតែម្ដងដោយសារតែផ្លូវហ្នឹងវារៀងជិតគ្រាន់តែគាត់ហ្នឹងជិះម៉ូតូដល់របងផ្ទះតាដេតភ្លាមស្រាប់តែម៉ូតូរបស់គាត់ហ្នឹងធ្វើតុកកញ្ឆក់ដូចជាអស់សាំងអញ្ចឹងភ្លាមម៉ាស៊ីនម៉ូតូក៏រលត់ឈឹបបងភិរុនក៏ចាប់ផ្ដើមចុះពីលើម៉ូតូហើយក៏ខំធាក់ម៉ូតូគាត់យ៉ាងញាប់ដៃញាប់ជើងមែនទែនប៉ុន្តែវាហាក់ដូចជាមិនឆេះសោះហើយមេឃហ្នឹងក៏ចាប់ផ្ដើមងងឹតទៅក្នុងភូមិក៏ស្ងាត់ទៀតបងភិរុនគាត់ហត់ពេកគាត់ក៏អង្គុយនៅខាងក្រោមដើមស្វាយនៅមុខផ្ទះតាដេតតែម្ដងស្រាប់តែពេលនោះគាត់បានឮសូរសំឡេងមនុស្សកំពុងតែសំលៀងកបិតប៉ុន្តែគាត់មិនដឹងទេថាតើសំឡេងនោះចេញមកពីខាងណាសំឡេងកំបិតឮខ្លាំងទៅបងភិរុនគាត់ងាកឆ្វេងងាកស្ដាំរមើក្រៃលោមានមនុស្សដែលអាចជួយគាត់បានតែគាត់ហាក់ដូចជាមិនឃើញមានមនុស្សសោះគាត់នឹកឆ្ងល់ណាស់ចុះសំឡេងកំបិតនេះចេញមកពីណាហើយអ្នកណាមកសំឡេងកំបិតអីស្មើនេះគាត់អង្គុយមួយផ្លែតគាត់ក៏ងើយមើលទៅលើដើមស្វាយនោះគាត់ស្រាប់តែឃើញតាដេតកំពុងតែអង្គុយនៅលើមែកស្វាយជាមួយនឹងដុំសំលៀងកំបិតរបស់គាត់មួយកន្ត្រកហើយតាដេតគាត់កំពុងតែសម្លឹងមើលមកបងភិរុនដោយខ្សែភ្នែកក្រហមច្រាលរួចក៏សើចកក្អឹកហើយតាដេតក៏បានសួរទៅបងភិរុនថាក្មួយឯងកើតអីក្មួយបងភិរុនគ្រាន់តែឃើញតាដេតសួរភ្លាមគាត់ក៏ចាប់ផ្ដើមភ័យបាត់ទៅហើយដោយសារតែគាត់គិតថាគ្មានមនុស្សធម្មតាឯណាឡើងទៅសំលៀងកំបិតនៅលើចុងឈើនោះទេតាដេតគាត់បានញញឹមដាក់បងភិរុនហើយមើលមុខបងភិរុនឡើងចំតែម្ដងធ្វើឲ្យបងភិរុននឹងភ័យស្ទើរតែលិចនោមបាត់ទៅហើយគាត់នឹងក៏រត់ចោលម៉ូតូរបស់គាត់ទាំងត្រហិតត្រហប់ទៅរកផ្ទះអ្នកជិតខាងនៅម្ដងនោះទាំងយប់ដើម្បីឲ្យគេជួយឆ្កែក្នុងភូមិលូខ្លាំងហើយខ្លាំងយប់នោះបងភិរុនគាត់ក៏រត់ទៅដល់ផ្ទះបងលុចតែម្ដងទៅធ្វើឲ្យបងលុចគាត់បានដឹងរឿងនេះបងភិរុនគាត់ភ័យណាស់ហើយគាត់នឹងក៏ត្រូវពុកបងលុចសួរនាំទៅដឹងរឿងថាតាមពិតបងភិរុនត្រូវខ្មោចតាដេតលងសោះគាត់ភ័យពេកគាត់ក៏រត់ចោលម៉ូតូរបស់គាត់នៅមុខផ្ទះតាដេតនោះពុកបងលុចគាត់ក៏អនុញ្ញាតឲ្យបងភិរុនដេកនៅផ្ទះរបស់គាត់នឹងមួយយប់ភ្លឺឡើងចាំត្រឡប់ទៅយកម៉ូតូវិញព្រឹកឡើងបងភិរុនក៏ដើរលបទៅយកម៉ូតូរបស់គាត់វិញនៅមុខផ្ទះតាដេតគាត់ក៏ចាប់ផ្ដើមបញ្ឆេះម៉ូតូរបស់គាត់ហើយម៉ូតូរបស់គាត់នឹងក៏ឆេះធម្មតាមិនមានបញ្ហាអ្វីសោះគាត់ប្លែកចិត្តណាស់ហើយគាត់នឹងក៏ចោលភ្នែកក៏លែងទៅមើលមុខផ្ទះរបស់តាដេតនៅកាន់ចំដាផ្ទះរបស់គាត់មើលពីចម្ងាយគួរឲ្យខ្លាចខ្លាំងណាស់គាត់នៅតែមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងនៅឡើយមិនឯអង្គយូរទេបងភិរុនគាត់ក៏ប្រញាប់ប្រញាល់ជិះម៉ូតូចេញពីមុខផ្ទះតាដេតទៅរឿងរ៉ាវកាន់តែច្រើនទៅក្នុងភូមិអ្នកភូមិមួយចំនួនធំត្រូវបានខ្មោចតាដេតលងស្ទើរតែគ្រប់គ្នាមានល្ងាចមួយមីងសយដែលគាត់គឺជាអ្នកលក់នំបញ្ចុកនៅក្នុងភូមិកាលនោះ
មីងសយគាត់រែកនំបញ្ចុកត្រឡប់ទៅផ្ទះវិញដោយសារតែថ្ងៃនោះហ្នឹងគាត់លក់អស់លឿននៅពេលដែលដើរកាត់ក្រោមដើមស្វាយមុខផ្ទះតាដេតស្រាប់តែគាត់ហ្នឹងមានអារម្មណ៍ថាអង្រែករបស់គាត់ដូចជាធ្ងន់ខុសធម្មតាណាស់ធ្ងន់រហូតដល់គាត់ហ្នឹងដើរស្ទើរតែទៅមុខមិនចង់រួចគាត់ឆ្ងល់ណាស់អង្រែករបស់គាត់រែកឡើងមួយល្ងាចបាត់ទៅហើយហេតុអ្វីក៏ដូចជាធ្ងន់អីនៅពេលនេះមីងសយកំប្រឹងរែកអង្រែករបស់គាត់ដើរទៅមុខបណ្ដាកាន់តែរែកអង្រែកកាន់តែធ្ងន់ហើយភ្លាមនោះគាត់ក៏ស្រាប់តែឮសូរសំឡេងមនុស្សខ្សឹបតាត្រចៀករបស់គាត់សំឡេងនោះកាន់តែខិតមកគៀកត្រចៀករបស់គាត់តែម្ដងដោយគេនិយាយថាមីងសយអើយសុំនំបញ្ចុកមួយចានមកឃ្លានណាស់សំឡេងនោះមិនដឹងមកពីណានោះទេនៅក្បែរត្រចៀករបស់គាត់តែម្ដងមីងសយគាត់ហាក់ដូចជាប្រហែលសំឡេងនេះណាស់ដូចជាសំឡេងតាដេតការគាត់នៅរស់ឲ្យច្បាស់កន្លែងតែម្ដងព្រោះថាការតាដេតនៅរស់តាដេតចូលចិត្តហៅគាត់ដាក់នំបញ្ចុកណាស់រាល់ព្រឹកពេលដែលគាត់រែកនំបញ្ចុកកាន់មុខផ្ទះតាដេតតែងតែទិញនំបញ្ចុករបស់គាត់ហ្នឹងហូបជារឿយគាត់នៅចាំសំឡេងនេះបានគាត់គិតថាប្រហែលជាតាដេតចង់មកលេងគាត់ហើយមើលទៅមីងសយគាត់ភ័យណាស់មកគាត់ឡើងស្លេកអស់ហើយគាត់ក៏ចាប់ផ្ដើមទម្លាក់អង្រែកនំបញ្ចុករបស់គាត់ចុះខ្យល់ត្រជាក់តិចបក់មកក្បែរកញ្ចឹងករបស់គាត់មីងសយចាប់ផ្ដើមងាកក្រោយតិចពេលនោះស្រាប់តែគាត់ឃើញតាដេតកំពុងតែឈរនៅខាងក្រោយខ្នងគាត់ហើយនិយាយមកកាន់គាត់ថាមីងសយអើយដាក់នំបញ្ចុកមួយចានមកមីងសយភ័យណាស់គាត់ក៏រត់ចោលអង្រែកនំបញ្ចុករបស់គាត់ដួលមិនខ្ចីងើបរត់រហូតដល់ផ្ទះរបស់គាត់មីងសយគាត់ថាតាដេតចូលចិត្តលេងសើចជាមួយគាត់ណាស់ស្លាប់ហើយនៅតែមកលេងជាមួយគាត់ទៀតលុះព្រឹកស្អែកឡើងមីងសយគាត់ក៏ដើរទៅរកមើលអង្រែករបស់គាត់វិញហើយពេលនោះគាត់ក៏បានឆ្លៀតទិញនំបញ្ចុកមួយថង់ទៅជាមួយដែរដោយសារតែថ្ងៃនេះគាត់អត់បានធ្វើនំបញ្ចុកលក់ទេទើបគាត់ទិញនំបញ្ចុកគេមកជាមួយពេលដែលទៅដល់មុខផ្ទះតាដេតមីងសយគាត់ក៏ចាប់ផ្ដើមស្រែកនំបញ្ចុកដាក់ក្នុងចានហើយអុជធូបរួចគាត់ហ្នឹងក៏និយាយតិចម្នាក់ឯងថាតែអើយតែនេះនំបញ្ចុកកុំមកលេងខ្ញុំអីខ្ញុំដាក់នំបញ្ចុកឲ្យតែហើយទទួលយកហើយឲ្យពរឲ្យជ័យឲ្យខ្ញុំសុខសប្បាយផងលក់ដាច់ផងតែហើយខ្ញុំក៏សុំអង្រែករបស់ខ្ញុំទៅវិញពេលនោះមីងសយគាត់ក៏ចាប់ផ្ដើមរែកអង្រែករបស់គាត់ហើយដើរត្រឡប់ទៅផ្ទះវិញទៅភាពភ័យខ្លាចមួយនេះបានបន្តលងបន្លាចអ្នកភូមិអស់រយៈពេលពេញមួយឆ្នាំតែម្ដងរហូតធ្វើឲ្យអ្នកភូមិមានអារម្មណ៍ថាមិនអាចបន្តរស់នៅក្នុងសភាពបែបនេះបានតទៅទៀតឡើយលោកពូមេភូមិនិងចាស់ក្នុងភូមិក៏ចាប់ផ្ដើមប្រជុំគ្នាដើម្បីរិះរកវិធីដោះស្រាយបញ្ហាមួយនេះហើយចុងក្រោយអ្នកភូមិក៏មូលមតិគ្នាថានឹងធ្វើបុណ្យខួបគម្រប់1ឆ្នាំឲ្យតាដេតដើម្បីឲ្យព្រលឹងរបស់គាត់នឹងបានទៅដល់ឋានសុខគិតគ្នារួចលុះដល់ថ្ងៃគម្រប់ខួប1ឆ្នាំនៃកម្មវិធីក៏ចាប់ផ្ដើមអ្នកភូមិបានចូលរួមរៀបចំពិធីបុណ្យខួប1ឆ្នាំដល់តាដេតយ៉ាងច្រើនកកកអ្នកភូមិបាននិមន្តព្រះសង្ឃចំនួន7អង្គដើម្បីចម្រើនព្រះបរិត្តនិងសូត្រមន្តបង្សុកលឧទ្ទិសកុសលជូនដល់វិញ្ញាណតាដេតដើម្បីឲ្យគាត់នឹងបានទៅដល់ទីសុគតិភពនៅក្នុងកំឡុងពេលដែលព្រះសង្ឃកំពុងតែសូត្រមន្តស្រាប់តែមានខ្យល់បក់មកមួយវឹបកាត់កណ្ដាលរោងបុណ្យតែម្ដងហើយគ្រប់គ្នាក៏ធំក្លិនសែងបារីសង្កែដែលគេចំណាំបានថាគឺជាក្លិនបារីចេញពីស្លឹកសង្កែដែលអ្នកភូមិធ្លាប់ចំណាំថាតាដេតក៏ធ្លាប់ជក់ហើយបានភាយពេញរោងបុណ្យតែម្ដងធ្វើឲ្យអ្នកភូមិនឹងគ្រប់គ្នាភ្ញាក់ផ្អើលតែម្ដងចាស់ក្នុងភូមិនឹងក៏បាននិយាយថានេះអាចជាសញ្ញាដែលតាដេតគាត់បានមកទទួលយកវគ្គផលនិងកុសលផលបុណ្យដែលពួកយើងនឹងបានធ្វើឲ្យគាត់ហើយចាប់តាំងពីថ្ងៃបុណ្យនោះ
បានបញ្ចប់ទៅភាពភ័យខ្លាចនៅក្នុងភូមិដែលធ្លាប់តែលងបន្លាយអ្នកភូមិក៏ចាប់ផ្ដើមបាត់ទៅម្ដងបន្តិចគ្មានទៀតទេសំឡេងកបាត់នាពេលយប់ហើយគ្មានទៀតទេស្រមោលអង្គុយនៅលើកាំចំដើហើយគ្មានទៀតទេសំឡេងសត្វឆ្កែលូប្រដេញគ្នាដោយកាលពីមុនគ្រប់យ៉ាងក្នុងភូមិបានត្រឡប់មករកភាពស្ងប់សុខវិញរហូតតទៅស្ដាប់សាច់រឿងចប់ភ្លាមខ្ញុំក៏សួរទៅបងលុចថាចុះបងផ្ទះតាដេតឥឡូវមិនហើយមានអ្នកនៅបន្តទៀតទេឬមួយទុកចោលបងលុចគាត់ដកដង្ហើមធំហើយគាត់នឹងក៏បន្តនិយាយថាផ្ទះចាស់ដែលជាផ្ទះតាដេតធ្លាប់នៅពីមុនមកឬចាស់ក្នុងភូមិថាផ្ទះគាត់នឹងត្រូវបានគេរុះចោលហើយសាងសង់រោងម៉ាស៊ីនកិនស្រូវបាត់ទៅហើយក្រោយពេលដែលធំដឹងក្តីមកបងលុចគាត់មិនដែលឮអ្នកណានិយាយអ្វីទាក់ទងនឹងតាដេតទៀតនោះទេគ្រប់យ៉ាងគឺបានចាប់សពគ្រប់តាំងពីពេលនោះមកហើយសាច់រឿងរបស់យើងនៅថ្ងៃនេះក៏សូមចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណទៅដល់ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការចំណាយពេលតាមដានស្ដាប់ការនិទានរបស់នីតិនិទានជាមួយនឹងសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់សូមជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អសំណាងល្អហើយពួកយើងនឹងជួបគ្នាសាជាថ្មីជាមួយនឹងសាច់រឿងបន្ទាប់នៅពេលនេះពីខ្ញុំនីតិនិទានសូមជម្រាបលា